គ្នាថ្ងៃនេះយើងមកជួបជាមួយលោកគ្រូទៀតហើយថ្ងៃនេះយើងរៀនការៀនលំហាត់គីមីថ្នាក់ទី8នៅមេរៀនទី3គឺ solution អញ្ចឹងក្នុងមេរៀននេះគឺយើងរៀនការៀនកំហាប់ភាគរយអញ្ចឹងក្នុងការការៀនកំហាប់ភាគរយបងប្អូនត្រូវយល់ថាកំហាប់ភាគរយគឺស្អីសិនណាអញ្ចឹងកំហាប់ភាគរយនៃ solution មានន័យថាជាចំនួនក្រាមនៃសារធាតុរលាយក្នុង solution 100ក្រាមអញ្ចឹងគេទាញបានរូបមន្តរបស់វាគឺ C ភាគរយស្មើ MST គុណ100ចែកនឹង MF អញ្ចឹង C ភាគរយគេតាមជាបង្ហាប់ជាភាគរយមានຂະຫນາດជាភាគរយនិង MST ម៉ាស់នៃសារធាតុរលាយណាគិតជាក្រាមអញ្ចឹងម៉ាស់នៃសារធាតុរលាយដូចជាសូយ៉ូមក្លរ៉ូណាឬក៏ប៉ូតាស្យូមក្លរ៉ូអាហ្នឹងគឺជាសារធាតុរលាយហើយមានផ្សេងច្រើនទៀតចំណែក MF គេតាមដោយម៉ាស់នៃ solution មានຂະຫນາດគិតជាក្រាមណាប៉ុន្តែបងត្រូវយល់ថា MF របស់យើងគឺស្មើមានន័យថាម៉ាស់ solution ស្មើជាមួយនឹង MST បូកជាមួយនឹងម៉ាស់របស់ទឹកចឹងមានន័យថា mass solution ស្មើម៉ាស់សារធាតុរលាយបូកជាមួយម៉ាស់ទឹកឬក៏យើងអាចសរសេរបាន MF ស្មើ MSA បូកជាមួយនឹង MFV MFV នេះមានន័យថាជាម៉ាស់របស់សារធាតុរលាយដែលក្រៅពីទឹកចឹងម៉ាស់សារធាតុរលាយដែលក្រៅពីតូននេះចឹងទៅឥឡូវយើងចូលមកដល់លំហាត់អនុវត្តរបស់យើងលំហាត់អនុវត្តទី1យើងមើលប្រធានរបស់គេថាគេរំលាយស្ករ20ក្រាមនៅក្នុងទឹក180ក្រាមរកកំហាប់ជាភាគរយនៃ solution អញ្ចឹងអូនមើលប្រធានគេ20%កន្លែងនេះណាស្ករអញ្ចឹងស្ករគឺដើរតួជាម៉ាស់នៃសារធាតុរលាយមានន័យថាតាមដោយ MSA ដល់ពេលនៅកន្លែងនេះទឹក180ក្រាមមានន័យថាជាម៉ាស់របស់ទឹកឬក៏ដើរតួជាម៉ាស់នៃសារធាតុរលាយគេសួររកកំហាប់ភាគរយមានន័យថាគេចង់បានC ភាគរយបាទអញ្ចឹងយើងរក C ភាគរយតាមណាគឺរកតាមរូបខាងលើគឺបាន C ភាគរយស្មើ MST គុណ100ចែកនឹង MF តោះអញ្ចឹងយើងទៅដោះស្រាយកំហាប់របស់គ្នាបាទអញ្ចឹងគឺសេចម្លើយខាងនេះណាចម្លើយបាទទី1រកកំហាប់ភាគរយរកកំហាប់ភាគរយបាទគឺតាមដោយ C ភាគរយតាមដោយ C ភាគរយអញ្ចឹងយើងប្រើតាមរូបមន្តC ភាគរយស្មើជាមួយនឹង MSA គុណ100ចែកនឹង MF បាទប្រើកម្រាស់គេមកដោយ MST អញ្ចឹង MST គឺមើលទៅលើប្រធានណាគេរំលាយស្ករ20ក្រាមអញ្ចឹងមានន័យថា MST ស្មើនឹង20ក្រាមជាម៉ាស់នៃសារធាតុរលាយចំណែក MF គឺស្មើជាមួយនឹង MST បូកជាមួយនឹងម៉ាស់ទឹកបាទអញ្ចឹងយើងបាន20ក្រាមបូកជាមួយនឹង180ក្រាមស្មើនឹង200ក្រាមចឹង MST យើងមាន MF គឺយើងមានជំនួសចូលក្នុងរូបមន្តដើម្បីកណនាកំហាប់ជាភាគរយចឹងនាំឲ្យ C ភាគរយស្មើ MF 20ក្រាមគុណនឹង100ចែកជាមួយនឹង MF របស់យើង200ក្រាមបាទ200ក្រាមចឹងយើងឃើញ10%បាទ10%តោះរឿងនេះកំហាប់ជាភាគរយនៃ solution គឺស្មើនឹង10%បាទចឹងលំហាត់របស់យើងនៅថ្ងៃនេះបញ្ចប់តែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយអរគុណច្រើន